សួស្តីអ្នកនរគ្នាវីដេអូមុនខ្ញុំបាននិយាយសម្រាយពីឈុតមួយក្នុង trailer ទី1នេះហើយក៏បាននិយាយពីដំណើរនៃសាច់រឿង Avenger Doomsday ដែរដែលថាវាអាចនឹងទៅរួចហើយក្នុងវីដេអូនេះខ្ញុំមានរឿងត្រូវនិយាយតទៀតដែរចំពោះតួអង្គ Doctor Doom យើងមកនិយាយគ្នាពីរូបប្រមាណស្លឹកនេះខ្ញុំគិតថាមិនមែនជាការបែកធ្លាយវាជាចេតនាគេចង់បង្ហាញដល់យើងដែលអ្នកនរនេះគឺជាអ្នកធ្វើការឲ្យ Doctor Doom ហើយច្បាស់ចេះតែម្ដងថាវាមិនមែនជា AI generate រូបត្រូវបានបង្កើតឡើងដោយ AI អីទេមែនតែទៅមុននឹងគេបង្ហាញអ្នកទាំងនេះមកយើងទាំងគ្នាបានឮដំណឹងមកខ្លះៗហើយថា Doctor Doom មិនមែនមកតែឯងទេគាត់មានគ្នាដែលយើងហៅថាបាក់ពួកគេធ្វើការឲ្យ Doom ចឹងទៅយើងឃើញមាន4តួអង្គដែលមិនទាន់បានបង្ហាញអត្តសញ្ញាណថាជានរណាគេនៅក្នុងឈុតដែលជាកូនចៅ Doctor Doom នេះចឹងថាតើនរណាគេខ្លះដែលនៅក្នុងឈុតទាំងអស់ហ្នឹងហើយសំណួរធំជាងគេដែលលោតមកហ្នឹងគឺហេតុអីបានជាត្រូវមកដើរតាម Doctor Doom ធ្វើការឲ្យ Doomដែលចំណុចនេះស្តៀងជាមួយ Thanos ទៀតដែរ Doctor Doom គាត់មានគ្នាមានកូនចៅក្រមកគប់គាត់មានទៅចាញ់ Thanos ណាដែល Thanos គាត់មានកូនចៅក្បែរខ្លួន Black Order និងឆ្ងាយខ្លួនដូច Chitauri Outrider អញ្ចឹងទៅចំណែក Doctor Doom ក៏មានកូនចៅដូចគ្នាសំខាន់មើលទៅខ្ជូតទៀតអ្នកដើរតាមធ្វើការឲ្យ Doctor Doom គិតម្ដងឯនេះគឺមាន4នាក់បើតាមមើលភិនភាគទៅគឺមានប្រុសម្នាក់និងស្រី3នាក់ដោយបានឃើញអញ្ចឹងលើកមកខាតពេលយូរយើងមកសាកគិតលើមើលអ្នកទាំង4ហ្នឹងជាអ្នកណាគេខ្លះខ្ញុំចាប់អារម្មណ៍ចង់និយាយមុនគេគឺ Witch ពណ៌បៃតងខ្ញុំគិតថាម្នាក់នេះបើមិនមែនជា Sylvie គឺ Death បើមិនមែន Death គឺ Sylvie អាចជាម្នាក់ក្នុងចំណោមអ្នកទាំងពីរនេះ Sylvie បើអ្នកនរគ្នាបានមើលរឿងភាគ Loki ពិសេស Season 2ហ្នឹងយើងនឹងបានដឹងថា Sylvie គឺជាមនុស្សសំខាន់ខ្លាំងអាចថាជាមនុស្សម្នាក់ដែលជំរុញឲ្យ Loki ក្លាយទៅជា God of Story ខុសគ្នាដាច់ផឹងដែលយើងធ្លាប់ស្គាល់ Loki ពីមុនមកចឹងអាចនៅពេលនេះ Sylvie គាត់ព្រមទៅជាមួយ Doom ដើម្បីជាការដោះដូរអីមួយអាចនឹងដោះដូរជាមួយនឹងជីវិត Loki ឬអាចនឹងត្រូវ Doctor Doom និយាយបញ្ចុះបញ្ចូលពីបញ្ហាពហុចក្រវាល Multiverse នេះថាគាត់ខ្លួនឯងគឺជាដំណោះស្រាយបញ្ហាមួយនេះចឹងមកធ្វើការដើរតាមគាត់មកណាមួយបញ្ហាជាមួយ TVA យើងដឹងអីតាំងពីដើមមកគាត់មិនត្រូវគ្នាជាមួយ TVA ទេគាត់តែឃើញ He Who Remains នឹងគាត់គ្មានទៅគិតច្រើនទេគឺចង់តែលោតទៅចាក់តែម្ដងចឹងនៅកន្លែងនេះវាអាចនឹងមានរឿងអីមួយក្នុង TVA ដែលធ្វើឲ្យ Sylvie គិតថាទៅជាមួយ Doom ទៅជាដំណោះស្រាយចឹងណាព្រោះគាត់មិនបានដឹងថា Doom លេងល្បិចបោកប្រាស់គាត់ឯណាមូលហេតុដែល Sylvie ទៅជាមួយ Doctor Doom ទំនងដោយសារតែ Doctor Doom និយាយបញ្ចុះបញ្ចូលនឹងឯងចំពោះម្នាក់ទៀតដែលខ្ញុំគិតថាស័ក្តិសមជាម្ចាស់ឈុត Leverian Witch ពណ៌បៃតងនេះគឺ Death ឬហៅថា Lady Death ដែលយើងធ្លាប់បានឃើញនៅក្នុងរឿង Agatha All Alongខ្ញុំមិនដឹងថានៅក្នុងរឿងគេនឹងបង្ហាញទំនាក់ទំនង Doctor Doom និង Death នេះដោយរបៀបណាទេតែខ្ញុំយល់ថាគួរតែជាគាត់ខ្ញុំមានពីរមូលហេតុដែលអាចយោងអំណះអំណាងមួយនេះដូចខ្ញុំបានលើកឡើងមុននេះខ្ញុំគិតថាបើមិនមែន Sylvie គឺ Death បើមិនមែន Death គឺ Sylvie មានតែពីរករណីនឹងទេអត់មានកំហុសរាណាមកធ្វើជាធ្មប់ Leverian Witch អីឲ្យ Doctor Doom ទេអញ្ចឹងមានតែពីរអ្នកនេះទេដែលមានភាគរយខ្ពស់ជាងគេក៏ប៉ុន្តែខ្ញុំមានពីរមូលហេតុដែលបដិសេធថានេះមិនមែនជា Sylvie ទេទី1បើយើងមើលពីចរិតតួអង្គ Sylvie នេះដោយបានឃើញក្នុងរឿងភាគ Loki Sylvie ជាមនុស្សដែលស្រឡាញ់សិទ្ធិសេរីភាព Free Will ចង់ធ្វើឲ្យដែលខ្លួនឯងចង់ធ្វើមិនខ្វល់ពីអ្នកណាទេជាក់ស្ដែងពេលដឹងថា He Who Remains ជាអ្នកគូសខ្សែជីវិតរបស់គាត់ដំណើរនៃជីវិតរបស់គាត់អ្វីដែល Sylvie ព្យាយាមធ្វើស្ទើរតែពេញមួយជីវិតគាត់នេះគឺសម្លាប់ He Who Remains ចោលដើម្បីសងសឹកនឹងឯងចឹងបើមនុស្សស្រឡាញ់សិទ្ធិសេរីភាពក្នុងការសម្រេចចិត្តខ្លួនឯងក៏ដូចជាសម្រាប់អ្នកផ្សេងទៀតបែបមិនចង់ឲ្យអ្នកណាមកគ្រប់គ្រងជីវិតខ្លួនពិតជាខ្លួនថាត្រូវធ្វើអីធ្វើនេះធ្វើនោះសួរថាគាត់ព្រមមកបម្រើឲ្យ Doom ដែរទេទំនងជាមិនអាចទៅរួចទេវាខុសពីអត្តចរិតរបស់តួអង្គមួយនេះនឹងទី1ហេតុផលទី2គឺ3អ្នកផ្សេងទៀតដែលខ្ញុំធៀមនឹងនិយាយបន្តទៀតអ្នកដើរតាមធ្វើការឲ្យ Doctor Doom 3អ្នកទៀតហ្នឹងគឺសុទ្ធតែជា Witch ក៏ដូចជា Crucial Sorcerer ដែលខ្លាំង powerful មិនមែនខ្ញុំចង់បានន័យថា Sylvie ខ្សោយទេគាត់ក៏មានវេទមន្ត Magic ខ្លាំងដែរគាត់ថាបើយក Sylvie មកដាក់ជាមួយគេទាំង3អ្នកនេះ Sylvie ដូចជារៀងទាបជាងគេអាចថា power របស់គាត់ស្រាលជាងគេបែបថាមិនមែនជាគីឡូស្មើជាមួយគេជាមួយឯងរឿងបែប Crucial គ្រូធ្មប់ដោយខ្លីទៅគាត់រៀងស្ទើរជាងគេ3អ្នកផ្សេងទៀតហ្នឹងអញ្ចឹងពីមូលហេតុនេះអាចថាខ្ញុំកំពុងតែប្រើឈ្នប់បដិសេធ Sylvie ដែលថាគាត់មិនមែនជា Leverian Witch បៃតងនេះទេដូច្នេះអ្នកដែលស័ក្តិសមបំផុតក្នុងពេលនេះគឺ Death ចំពោះពណ៌ស្វាយនេះវិញខ្ញុំគិតថាគឺជា Clear ដែលយើងបានឃើញគាត់ដំបូងនៅក្នុង Post Credit Scene រឿង Multiverse of Madness ដែលចូលមកជួបជាមួយ Doctor Strange យើងថាបែឯងបានធ្វើឲ្យកើតមានព្រឹត្តិការណ៍ Incursion នេះលើមកទៅជួសជុលបញ្ហានឹងឡើងវិញជាមួយគ្នា
យើងបានឃើញតួអង្គនេះតាតិចទេតិចមែនទែនអញ្ចឹងយើងអត់ដឹងថាគាត់ជាមនុស្សបែបណាទេក្នុងរឿងហើយក៏មិនដឹងថាគាត់មកពីចក្រវាឡមួយណាដែរអ្វីដែលខ្ញុំអាចស្មានបានអាចថាមានតែមួយទេគឺគាត់ជាអ្នកដើរតាម Dr. Doom ជាអ្នកធ្វើការឲ្យ Doom តាំងពីដំបូងមករួចហើយខ្ញុំគិតថា Dr. Doom គាត់មិនមែនមានតែម្នាក់ឯងទេហើយការងារដែលគាត់កំពុងតែដោះស្រាយរឿងភពបុកគ្នា Incursion នេះក៏គាត់អាចនឹងមិនមែនធ្វើតែម្នាក់ឯងដែរខ្ញុំយល់ថាគាត់ប្រកាសជាមានក្រុមការងារគាត់សុទ្ធតែជាមនុស្សមានសមត្ថភាពជួយគាត់នៅពីក្រោយខ្នងណាដែលពួកគេកំពុងតែជួយ Dr. Doom ព្យាយាមជួយពហុចក្រវាឡឡើងវិញហើយ Clear គាត់គឺជាម្នាក់ក្នុងក្រុមនេះឯងដែលត្រូវបាន Doom បញ្ជូនមកដើម្បីមកហៅ Doctor Strange ទៅជាមួយគាត់ដែរដូចយើងឃើញគាត់ចូលមកជួបជាមួយ Doctor Strange ក្នុងវគ្គ Multiverse of Madness ហ្នឹងឯងអញ្ចឹងមូលហេតុដូចជាមិនមានអីច្រើនទេខ្ញុំគិតថា Clear គឺជាម្នាក់ដែលធ្វើការឲ្យ Doom ស្រាប់តែក៏មិនប្រកាសច្បាស់ 100% ដែរចំណែក Librarian Army ពណ៌ខ្មៅប្រុសនេះវិញខ្ញុំឃើញអ្នកខ្លះគេថាគាត់ជា Boris ក្នុង comic គាត់ជាដៃស្ដាំដែលបម្រើ Dr. Doom ប៉ុន្តែខ្ញុំអត់គិតចឹងទេអ្នកដែលនៅក្នុងម៉ាស់នេះគឺជាអ្នកផ្សេងគាត់តែថាដាក់ឈ្មោះ Boris ដើម្បីលាក់បាំងអត្តសញ្ញាណអញ្ចឹងអ្នកដែលស័ក្តិសមនឹងតួអង្គមួយនេះជាងគេគឺ Doctor Strange ដោយសារតែសម្អាងសំខាន់បំផុតហ្នឹងគឺទៅលើម៉ាស់មុខអ្នកនរគ្នាឃើញរង្វង់មូលមួយចំកណ្ដាលថ្ងាសលើអញ្ចើមទំនងជាទុកមកប្រឡោះហ្នឹងសម្រាប់មើលព្រោះធម្មតាគ្មានណាគេធ្វើម៉ាស់មុខទុកមកប្រឡោះចំកណ្ដាលថ្ងាសលើក្បាលនឹងធ្វើអីទុកឲ្យខ្យល់ចេញចូលវាមិនត្រូវទុកឲ្យសត្រូវស្រួលបាញ់ចូលមកក៏វាមិនត្រូវអញ្ចឹងម៉ាស់មុខនេះអាចនឹងធ្វើមកក្នុងគោលបំណងអីមួយអីហើយគោលបំណងដែលទំនងនឹងត្រូវជាងគេហ្នឹងគឺសម្រាប់មើលវាធ្វើឲ្យខ្ញុំនឹកឃើញអ្នកនៅក្នុងម៉ាស់នេះមុនគេគឺ Doctor Strange ព្រោះតែ Doctor Strange គាត់នៅមានភ្នែកមួយទៀតសម្រាប់មកប្រឡោះហ្នឹងតាមយើងទាំងអស់គ្នាដឹងឥឡូវនេះក្នុងរឿងមិនមានអ្នកណាមានភ្នែក3ដូច Doctor Strange ទេបើយើងគិតទៅដល់ variant របស់គាត់ដូច Sinister Strange មានភ្នែក3ដែរតែក្នុងរឿងគេបានបង្ហាញថាគាត់ស្លាប់ហើយអញ្ចឹងម្នាក់ដែលនៅសល់នឹងមានភ្នែក3គឺមានតែ Doctor Strange ចក្រវាល616នឹងឯងក៏ប៉ុន្តែមូលហេតុស្រោមមុខនេះតែមួយមុខអ្នកនរគ្នាយល់ថាវារៀងស្ទើរឲ្យយើងសន្និដ្ឋានថាជា Doctor Strange មែនឬមិនមែនអញ្ចឹងយើងក៏នៅមានមូលហេតុនៅពីក្រោយមួយពីរទៀតសម្រាប់អមក្នុងករណីមួយនេះដែរខ្ញុំមានមូលហេតុដែលគិតថា Doctor Strange អាចនឹងចូលរួមធ្វើការឲ្យ Doctor Doom ដែរគឺទី1បើយើងបកទៅមើលក្នុងវគ្គ Multiverse of Madness ឡើងវិញយើងនឹងឃើញថា Doctor Strange បានបង្កើតឲ្យមានបញ្ហាក្នុងពហុចក្រវាឡមិនមែន Doctor Strange យើងទេគឺ variant របស់គាត់ម្នាក់ទៀតក្នុងចក្រវាល833របស់ក្រុម Illuminati ដែលគាត់ធ្វើឲ្យកើតមានបញ្ហាជាក់ស្ដែងដូចខាងចក្រវាល Earth 833ក្រុម Illuminati គេនិយាយចឹងថាអ្នកដែលគួរឲ្យខ្លាចគួរឲ្យបារម្ភមិនមែនជា Scarlet Witch ទេគឺជា Doctor Strange នេះឯងចុះបើ variant របស់គាត់ធ្លាប់ធ្វើកំហុសធំក្នុងពហុចក្រវាលចឹងមិនដែលថាគាត់ល្អឥតខ្ចោះមិនធ្វើឲ្យបញ្ហារបៀបនេះកើតឡើងដែរទេយ៉ាងហោចក៏មានមកករណីអីដែរវាមិនមែនចេតនាទេអាចថាជាអចេតនាចោះដូចយើងបានឃើញករណីគាត់ជាមួយ America Chavez លោតចូលក្នុងចក្រវាលអញ្ញាញ៉ៃពេញ Multiverse នឹងចឹងដឹងតែមានរឿងត្រូវនិយាយគ្នាហើយអាហ្នឹងទី1ទី2គឺ Clear អាចថាជាអ្នកដែលចូលមកអូសទាញ Doctor Strange មុននឹងយើងមិនសន្និដ្ឋានថា Clear ជាម្នាក់ដែលដើរតាម Doctor Doom ធ្វើការឲ្យ Doom ពីដំបូងមករួចហើយមិនចឹងខ្ញុំគិតថាក្នុង post credit scene វគ្គ Multiverse of Madness នេះ Clear ចូលមកមិនត្រឹមតែចង់ប្រាប់ព័ត៌មានទៅ Doctor Strange ទេគឺចង់អូសទាញ Doctor Strange ឲ្យទៅខាង Doctor Doom ផងដែរតាមរយៈថា Doctor Doom គាត់បានតាមដាននិងដឹងពីធម៌ពលរបស់ Doctor Strange ដែលអាចមកជួយការងារឲ្យគាត់បានចឹងក៏បញ្ជូន Clear មករក Strange ភ្លាមៗតែម្ដងក្រោយពី Doctor Strange ទទួលបានភ្នែក3Doctor Strange គាត់បានបង្កើតឲ្យមានព្រឹត្តិការណ៍ Incursion វាអាចនឹងមិនមែនជាចេតនាគាត់ទេគាត់បានធ្វើវាដោយអចេតនាធ្វើដោយមិនដឹងខ្លួនចឹង Dr. Doom ក៏មកនិយាយជាមួយ Doctor Strange បង្ហាញអ្វីដែលគាត់បានធ្វើខុសនឹងឬក៏ចរចាជាមួយថាឲ្យជឿគាត់មកយើងដោះស្រាយរឿងនឹងជាមួយគ្នាដូច្នេះ Doctor Strange ក៏ចូលមកខាង Dr. Doom ទៅដូចខ្ញុំបាននិយាយក្នុងវីដេអូមុនចឹង Dr. Doom បានទៅនិយាយជាមួយ hero ផ្សេងទៀតដំបូងពួកគេមិនបានដឹងពីបំណងពិតរបស់ Doom ទេគិតថាគាត់ជាមនុស្សល្អជាអ្នកដែលកំពុងដើរតួជា hero វីរៈបរិះការពារក៏ដូចជាសង្គ្រោះពហុចក្រវាល Multiverse ទាំងមូលសូម្បីតែ Reed Richards ក៏គិតខុសពីដំបូងដែរគិតថាគាត់ជាមនុស្សល្អត្រឹមត្រូវអីចឹងទៅស្រាប់ចុងក្រោយក៏ស្រែកទៅ Doom ថា Answer me Victor did you do this Answer me Victor did you do this សួរ Dr. Doom ឯងបានធ្វើវាមែនទេទាំងដែលគាត់ខ្លួនឯងជាមនុស្សម្នាក់ដែលគ្រប់គ្នាដាក់ឈ្មោះឲ្យថា Mr. Fantastic the smartest man alive បរិះដែលឆ្លាតផុតគេចុះអ្នកណាទៅដឹងដូចសួរ Storm រៀបរាប់ពីចរិតរបស់ Doom ឲ្យគ្រប់គ្នាបានស្ដាប់ចឹងក្នុង trailer ទើបចេញមកថ្មីទៀតហ្នឹង
Dr. Doom ធ្លាប់ជាមនុស្សចិត្តល្អធ្លាប់ខ្វាយខ្វល់ពីគេឯងអ្នកណាទៅដឹងថាសុកគាត់ស្រាប់តែ change plan បដូរផ្លូវដើរតាមបែបការសងសឹករបស់គាត់វិញដើម្បីទៅប៉ះពើជាមួយមនុស្សគាត់ស្រឡាញ់ដែលត្រូវបានបាត់បង់នោះទៅវិញចឹងត្រឡប់ទៅកូនចៅអ្នកដើរតាមគាត់វិញពិសេសអ្នកទាំង4ដែលយើងបានលើកឡើងនេះគោលទំនងជាគិតថាជឿជាក់ថាគាត់ជាមនុស្សល្អជា hero សង្គ្រោះកំពុងតែព្យាយាមសង្គ្រោះពហុចក្រវាល Dr. Strange ដោយសារតែគិតថា Doom ជា hero ល្អដូចគាត់ដែរណាមួយគាត់រអៀសចិត្តគិតថាគាត់បានធ្វើខុសដែរជាមួយនឹងបញ្ហាពហុចក្រវាលនេះទាំងព្រឹត្តិការណ៍ No Way Home ជាមួយ Spider-Man និងជាមួយ America Chavez ក្នុងវគ្គ Multiverse of Madness ទៀតទោះវាជាអចេតនាតែក៏ដឹងថាខ្លួនឯងខុសមែនចឹងដើម្បីលៀងកំហុសនេះគាត់ក៏គិតថាចូលរួមជាមួយ Dr. Doom ដែរទៅមានទៅខុសតអីបើ Doom ជាមនុស្សល្អនឹងដើម្បីគាត់អាចកែកំហុសគាត់ផងអូខេម្នាក់ចុងក្រោយគឺ Witch ពណ៌ទឹកក្រូចរាងកម្ៅមិនចំជាពណ៌ទឹកក្រូចហ្មងទេវាបែកទៅជាពណ៌ត្នោត brown រាងពិបាកថាតែមិនមែនជាផ្កាឈូកទេអ្នកនរគ្នាខ្ញុំសូមគិត2អ្នកផ្សេងគ្នាចុះអាចថាជាបុគ្គល2អ្នកដែលនៅក្នុងម៉ាស់ក្នុងឈុត Witch មួយនេះដោយករណី Sylvie និង Dave ដែរខ្ញុំបានគិតហើយគិតទៀតវារកអត់ឃើញហេតុផលណាបដិសេធថាមិនមែនជាអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរហើយអ្នកទាំងពីរដែលខ្ញុំគិតថាអាចមានម្នាក់ជាម្ចាស់ឈុតហ្នឹងគឺ Asian One និង Scarlet Witch ខ្ញុំគិតថាពីរអ្នកនេះដឹងតែមានម្នាក់អីមិនប្រកាសថាជាម្នាក់ណាទេតែខ្ញុំយល់ថាគួរតែជាគាត់ពីរអ្នកនេះខ្ញុំមិនគិតដាច់ខាតទេបើអ្នកនរគ្នាមានយោបល់អីបន្ថែមត្រង់ចំណុចមួយនេះអាចខមមិននៅខាងក្រោមបានគេហេតុផលអ្នកនរគ្នាសមហេតុសមផលជាងខ្ញុំតាមគំនិតរបស់ខ្ញុំសម្រាប់ Witch មួយនេះភាគច្រើនមានអ្នកគិតថាជា Scarlet Witch ភាគច្រើនតែម្ដងក្នុងនោះក៏មានខ្ញុំម្នាក់គិតចឹងដែរចំណែក Ancient One មិនសូវជាម្នាក់គិតថាជាគាត់ទេដោយសារតែគាត់បានស្លាប់បាត់ហើយនៅក្នុងរឿងក៏ប៉ុន្តែមកដល់ដំណាក់កាលនេះលែងមានអីពាក្យថាស្លាប់ហើយមិនអាចយកមកវិញបានមិនមែនឲ្យតែស្លាប់ដឹងតែបាត់សូន្យលែងឃើញវត្តមាននៅរឿងក្រោយៗទេឲ្យតែគេចង់គេរកហេតុផលប្រាប់យើងតតែបាននឹងអ្នកនរគ្នាក្នុងដំណាក់កាល Multiverse Saga នេះគ្រប់យ៉ាងគឺអាចទៅរួចសម្រាប់ហេតុផលដែលបញ្ជាក់ថាអាចជា Ancient One ក៏ពោលតែតាមរយៈឈុត Labyrinth Witch នេះមានពណ៌ទឹកក្រូចស្តៀងជាមួយឈុតពណ៌លឿងដែលយើងតែងតែឃើញគាត់ប្រើកន្លងមកខ្ញុំមិនសូវជាមានអំណាចណាស់បញ្ជាក់ថានឹងជា Ancient One ទេមូលហេតុដែលគាត់ព្រមធ្វើការឲ្យ Doom អាចថាទី1ដោយអ្នកផ្សេងទៀតដែរគាត់គិតថា Dr. Doom ជាមនុស្សល្អអ្វីដែលគាត់កំពុងធ្វើគឺជាការជួយសង្គ្រោះចក្រវាលពហុចក្រវាលទាំងមូលគិតថា Dr. Doom ជា hero សង្គ្រោះដូចទៅនឹងកូនសិស្សគាត់ចឹងទី2គាត់យល់ថាគាត់ក៏មានកំហុសមួយដែរដែលគាត់ព្រមឲ្យ Time Stone ទៅ Bruce Banner យកទៅឲ្យ Tony Stark ផ្ទាត់ដៃជួយអ្នកដែលរលាយបាត់ទៅហើយនឹងមានវត្តមានត្រឡប់មកវិញគេហៅថាអ្នកដែលរួមកំហុសដោយប្រយោលអ្នកនរគ្នាដល់ពេល Steve Rogers ប្រមូលត្បូងទាំងអស់ទៅទុកកន្លែងដើមទីតាំងដើមវិញវាយឺតពេលដែលក្នុងគណៈពេលយឺតតែបន្តិចហ្នឹងក៏នាំឲ្យមានព្រឹត្តិការណ៍ incursion ឬជាគ្រោះថ្នាក់ក្នុងពហុចក្រវាលតែម្ដងដោយបាននិយាយអញ្ចឹងគាត់បានបង្កកំហុសដោយប្រយោលណាមួយអញ្ចឹងទៅដូច្នេះគាត់ក៏ងាកមកជួយការងារ Doom កែខៃកំហុសទាំងនេះឡើងវិញទៅនឹងគឺ Ancient One ខ្ញុំមានអំណាចណាងសម្រាប់គាត់ប៉ុណ្ណឹងចុះ Scarlet Witch វិញមិនបានខ្ញុំគិតថាគួរតែជា Wanda Scarlet Witch ដែរសំអាងលើហេតុផលអីយើងច្បាស់ជាដឹងដល់គ្នាថាវគ្គ Multiverse of Madness Scarlet Witch ធ្វើលើសខ្លាំងជាមួយពហុចក្រវាល Multiverse និយាយទៅក្លុកតែម្ដងដើម្បីទៅយកកូនដែលមិនមែនជាកូនរបស់ខ្លួនឯងនឹងហើយចុងក្រោយគាត់ក៏បានស្ដាយក្រោយគិតថាខ្លួនធ្វើខុសធ្ងន់ក៏សម្រេចចិត្តទាញប្រាសាទទម្លាក់មកសង្កត់ខ្លួនឯងមកដល់ថ្ងៃនេះយើងមិនច្បាស់ 100% ពីអនាគតរបស់ Wanda Scarlet Witch ទេមិនច្បាស់ថាអនាគតទៅជាយ៉ាងណាក៏ប៉ុន្តែវីដេអូមុនខ្ញុំបានលើកហេតុផលមួយចំនួនដែលយើងនៅតែសង្ឃឹមថាគាត់នឹងត្រឡប់មកបង្ហាញមុខមកវិញសម្រាប់អ្នកដែលមិនទាន់បានមើលអាចចូលទៅមើលហេតុផលទាំងអស់ហ្នឹងបានដូច្នេះដោយសារតែ Scarlet Witch មានវិបត្តិសេរីលើខ្លួនឯងស្ដាយក្រោយនៅអីដែលខ្លួនឯងបានធ្វើបូកជាមួយជំហរដែលយើងគិតថាគាត់នៅរស់ចឹងនេះគឺជាឱកាស Dr. Doom ចូលមកនិយាយជាមួយអូទាញ Wanda Scarlet Witch មកសាងគុណសម្បត្តិប៉ះពៅឡើងវិញតាមវិធីរបស់គាត់ Scarlet Witch ក៏គិតថាខ្ញុំខ្លួនឯងខុសពិតមែនពីមុនមកគិតថាចង់ធ្វើរឿងល្អមកវិញចង់ធ្វើជាអ្នកជួយពហុចក្រវាលធ្វើរឿងល្អមកវិញអញ្ចឹងបើ Dr. Doom ចាក់បដ ாய் នឹងលើកទឹកចិត្តបន្តិចទៅ Scarlet Witch អាចនឹងទៅតាម Doom ហី Dr. Doom ថាអត់អីទេយើងអាចកែខៃឡើងវិញបានខ្ញុំអាចដោះស្រាយបានបើអ្នកជួយខ្ញុំឲ្យ power មកខ្ញុំខ្លះមកយើងអាចសង្គ្រោះរឿងដល់នេះឲ្យត្រឡប់មកភាសាឡើងវិញអញ្ចឹងក៏សម្រេចចិត្តថាទៅជាមួយ Dr. Doom ដែរទៅហើយដូចអេពីសូតមុនខ្ញុំបាននិយាយអញ្ចឹងវត្តមានរបស់ Scarlet Witch បង្ហាញមុខមកវិញអាចមកវិញជាមួយនឹងការបាត់បង់ការចងចាំគាត់ថាបាន
ដែលចំណុចមួយនេះហើយវាកាន់តែងាយសម្រាប់កំពូលមនុស្សឆ្លាតដូចដុំបញ្ចុះបញ្ចូលឲ្យមកធ្វើជាគ្នាគាត់ចុះបើមនុស្សកំពុងតែกระดาษសស្រាប់នឹងដុំផាត់ពណ៌តែបន្តិចទៅអស់ទាញយកមកធ្វើជាកូនចៅបានបាត់ហើយមិនអញ្ចឹងអីអ្នកនរគ្នាសំណួរមួយទៀតប្រហែលអាចនឹងមានអ្នកគិតថាហើយចុះ Dr. Doom នឹងសាហាវម៉េះគាត់តែនិយាយនឹងគេនាំគ្នាមកដើរតាមដែរដូចជាងាយពេកមែនតើខ្ញុំខ្លួនឯងក៏លួចគិតបែបនឹងដែរប៉ុន្តែបញ្ហាគឺនៅត្រង់ថាគ្រប់គ្នាគឺយល់ច្រឡំថា Doom ជាមនុស្សល្អចង់ជួយសង្គ្រោះពហុចក្រវាលគាត់សម្ដែងដើរតួជាអ្នកសង្គ្រោះជួយគ្រប់គ្នាដែលកំពុងតែប្រឹងដោះស្រាយបញ្ហាហ្នឹងចឹងគិតថាដើរជាមួយគ្នាទៅឆាប់បានសម្រេចគោលដៅទាំងអស់គ្នាដោយ director បាននិយាយចឹងគាត់ថា Dr. Doom ដើរមុនមនុស្សឆ្លាត3ជំហានបើធៀបជាមួយរឿងសាមកុក Doom គាត់ដូចជូកលៀងហើយនឹងបើគិតពីសមត្ថភាពគិតរបស់អ្នកទាំងពីរនេះខ្ញុំមិនដឹងថាមានគ្នាយើងប្រមាណអ្នកធ្លាប់មើលរឿងសាមកុកចិននេះទេតែបើមានអ្នកមើលខ្ញុំគិតថាអ្នកទាំងគ្នាស្គាល់ល្បិចក្នុងថងទាំង3នេះច្បាស់ដែលថាជូកលៀងឲ្យទៅចុះឡុងដើម្បីជួយលូប៉ាយ៉ូខ្ញុំសុំមិនទៅលំអិតកន្លែងនេះទេគាត់ថាចង់លើកមកចង់បញ្ជាក់ថាជូកលៀងគាត់គិតមុនគេ3ជំហានដូចទៅនឹង Dr. Doom គិតដើរមុនគេ3ជំហាននេះដែរដល់ Director Russo ថែមថា3ជំហានមុនកំពូលមនុស្សឆ្លាតផងកំពូលមនុស្សឆ្លាតនេះខ្ញុំមិនដឹងថាគាត់ចង់សម្ដៅទៅអ្នកណាទេតែបើកំពូលមនុស្សឆ្លាត Ready Church វាស្ដាប់ទៅដូចជា Doom នេះជាកំពូលលើកំពូលមនុស្សឆ្លាតក្នុងពហុចក្រវាលហើយដូច្នេះបើយើងសំអាងលើ2ហេតុផលនេះភាគរយដែល Dr. Doom អាចអូសទាញសមាជិកសុទ្ធតែ powerful ទាំងអស់នេះមកឲ្យដើរតាមខ្លួនគឺវាអាចទៅរួចហើយក៏មានភាគរយច្រើនតែម្ដងតែយ៉ាងណាមានតែចាំមើលបន្តទៀតទាំងអស់គ្នាសរុបមករឿងមួយដែលច្បាស់ជាងគេ Dr. Doom ក្នុងវគ្គ Doomsday នេះគឺមិនមែនមានតែឯងទេគឺមកជាក្រុមជាតបតែម្ដងដូចមានអ្នកទាំង4នាក់នៅពីក្រោយខ្នងសុទ្ធតែជាអ្នកមានធម៌ពលលំដាប់ធ្ងន់ powerful ដូចបាននិយាយមុននេះចឹងមិនបាច់ដល់ទៅ4ទេធំតែមាន Doctor Strange ម្នាក់មកជាមួយឬក៏ធំ Clear ម្នាក់មកជាមួយ Avenger ថ្មី Avenger Z បុកពោះគប់គ្នាបាត់ហើយតាមមើលមិនមែនមានតែប៉ុណ្្នឹងណាខ្ញុំថានៅមានទៀតដែលគេមិនទាន់បានបង្ហាញមានកងទ័ព Labyrinth ប្រមាណ100,000 សែនអ្នកទៀតនៅក្នុងដៃក៏អាចថាបានអ្នកនរគ្នាអញ្ចឹងសរុបសេចក្តីមកអ្នកទាំង4ដែលនៅក្បែរខ្លួន Dr. Doom នេះយើងមិនទាន់ដឹងច្បាស់ថាជានរណាឲ្យប្រកាសទេតែសម្រាប់ខ្ញុំខ្លួនឯងអ្នកទាំង4នេះគឺមានដូចជា Doctor Strange, Scarlet Witch ឬក៏ Ancient One, Clear និង Death ដែលអ្នកទាំងអស់នេះនៅក្នុងឈុតជា Labyrinth ចុះអ្នកទាំងគ្នាវិញយល់ឃើញយ៉ាងម៉េចដែរមានគំនិតអីផ្សេងក្រៅពីនេះមានអីយ៉ាងណាដែរអាចបញ្ចេញយោបល់អ្នកទាំងគ្នាឲ្យខ្ញុំបានដឹងផងព្រោះអ្វីដែលខ្ញុំបានលើកមកនិយាយនេះវាស្ថិតនៅត្រង់ចំណុចទាយឡើយទេតម្រុយដែលគេឲ្យមកគឺតិចតួចស្ដួចស្ដាងមែនទែនយើងមានតែចាំមើលតទៀតអរគុណយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត